គុណចាឬមួយក៏แนะនាំបទចម្រៀងនេះជួយខ្ញុំចង់ស្ដាប់អំពីការវិភាគបាល់យប់នេះតគូម៉ែម៉ែអូខេតោះយើងបន្តការវិភាគបាល់ទាត់យប់នេះទៀតតើអ្នកចង់ដឹងអំពីប្រាប់ខ្ញុំមកខ្ញុំចង់ដឹងអំពីវាសហែម United និង Brentford ដដែលអូខេតោះយើងបន្តទៅមុខទៀតជាមួយនឹង West Ham United និង Brentford តើអ្នកចង់ដឹងចំណុចណាថែមទៀតតើតោះនឹងការប្រកួតយប់នេះខ្ញុំចង់ដឹងថាបើសិនជាខ្ញុំលេង Brentford គិតយ៉ាងម៉េចដែរអាស្ទីលហ្នឹងអញត្រាប់អញវាយពី3នាក់ហើយបាទអ្នកពិចារណាផ្ញើលើ Brentford ពួកគេមានតម្រង់លេងល្អជាង West Ham United នេះពេលថ្មីនេះយ៉ាងណាក៏ដោយស្ថិតិប្រវត្តិសាស្ត្រផ្អើលឈៀងនៅពេលនេះជំនាញខាងអាប់អញ្ចឹងនៅក្នុងរាត្រីនេះខ្ញុំនឹងលេង Brentford ខ្ញុំគ្រប់ត្រូលលោកអើយលោកពេញដំហឹងហ្មងយល់ព្រមសង្ឃឹមថា Brentford នឹងមកជាជំនះតើតើអ្នកចង់ដឹងទេតុងពីការប្រកួតសាច់ទៀត Yes ខ្ញុំចង់ដឹងពីការប្រកួតផ្សេងទៀតជាការពិតនៅមានការប្រកួតគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតនៅយប់នេះលីកណាពិសេសឬមួយក៏អ្នកចង់ឲ្យខ្ញុំបង្ហាញបញ្ជីប្រកួតទាំង4មិនអីទេខ្ញុំចង់ដឹងតែពី Brentford តែប៉ុណ្ណោះព្រោះខ្ញុំចង់លេង Brentford អូចាប់អត់អូខេបើអញ្ចឹងយើងហ្វូកាសលើ Brentford ទាំងកន្លងតើអ្នកចង់ដល់អ្វីថែមទៀតមុនការប្រកួតយប់នេះខ្ញុំរីករាយនឹងជួយបាទខ្ញុំចង់ឲ្យអ្នករកពីតម្រង់លេងនៅក្នុងរដូវកាលនេះខ្ញុំសូមអភ័យទោសចូលមកជុំតើនៅពេលនេះនឹងអាចចាប់ភេចាពីតម្រង់លេងនៃរដូវកាលនេះហើយអ្នកអាចនិយាយសារថ្មីបានទេខ្ញុំស្ដាប់អត់ស្ដាប់បានទៀតអញហើយចាំបានផ្ទះបាញ់អត់ទៅមែនអញ្ចឹងខ្ញុំសម្រេចចិត្តថាខ្ញុំនឹងវាយ Brentford យប់នេះ0គ្រាប់យកឈ្នះតតបានបើកលុយយប់នេះញ៉ាំសុបទាំងអស់គ្នាអញចឹងការសម្រេចចិត្តរបស់អ្នកគឺជឿលើរាត្រីនេះនឹងក្លាយជារាត្រីដ៏គួរឲ្យចុកខ្លោមួយខ្ញុំសូមជូនពរអ្នកសំណាងល្អតើអ្នកចង់ពិភាក្សាអំពីការផ្ដល់របស់រាត្រីនេះអត់ទេសូមអរគុណខ្ញុំនឹងរងចាំសំណួរផ្សេងទៀតរបស់អ្នកសូមជូនពរអ្នកសំណាងបាទអូខេអរគុណច្រើនបើកលុយញ៉ាំសុបទាំងអស់គ្នាយប់នេះពីចិត្តសង្ឃឹមថាអ្នកនឹងឈ្នះការផ្នែកនៃរ៉េតនេះញ៉ាំសុបឲ្យឆ្ងាញ់ហើយបើមានសំណួរអ្វីផ្សេងខ្ញុំនៅទីនេះជានិច្ចអូខេអរគុណច្រើន